ទ្វេទៀតបានល្អជំរាបសួរនាងខ្ញុំឈ្មោះពុកសុកសន្តិភាពគឺជាវិធានផ្នែកកសិកម្មក្នុងឆ្នាំទី1គឺយើងមានបង្រៀននៅកសិកម្មទូទៅដែលបង្រៀននៅការកែប្រែដីឲ្យមានជីជាតិនិងបម្រែបម្រួលលទ្ធភាពដីសម្រាប់ដាំដំណាំនិងការចិញ្ចឹមសត្វគឺយើងបង្រៀនការចិញ្ចឹមបែបលក្ខណៈគ្រួសារនិងឧស្សាហកម្មម៉ាស៊ីនគឺយើងមានបង្រៀននៅការជួសជុលនៅម៉ាស៊ីនធុនតូចនិងម៉ាស៊ីនធុនធំផ្សេងយើងមានបង្រៀននៅភាសាអង់គ្លេសកុំព្យូទ័រនិងអ៊ីនធឺណិតដែរនៅឆ្នាំទី2គឺយើងមានបង្រៀននៅដំណាំស្រូវគឺបច្ចេកទេសនៃការដាំដំណាំស្រូវមួយដើមដែលគេហៅថាប្រព័ន្ធវប្បកម្មដំណាំស្រូវនិងមានបង្រៀននៅការដាំដុះដំណាំបន្លែលើទឹកដែលគេហៅថា hydroponic និងការធ្វើមេផ្សិតអំបោះនិងបច្ចេកទេសនៃការដាំដែរចំពោះការចិញ្ចឹមសត្វគឺយើងមានបង្រៀនដូចគ្នាគឺនៅការចិញ្ចឹមបែបលក្ខណៈគ្រួសារនិងចិញ្ចឹមបែបឧស្សាហកម្មនិងមានបង្រៀននៅការគ្រប់គ្រងកសិដ្ឋាននិងជំងឺរាតត្បាតផ្សេងទៅលើសត្វដែរនិងខាងម៉ាស៊ីនគឺយើងមានបង្រៀនទៅលើការជួសជុលម៉ាស៊ីនធុនតូចនិងម៉ាស៊ីនធំដូចគ្នានិងលំហែទាំរថយន្តដូចម៉ូតូឡានពេលដែលគាត់បញ្ចប់នៅ2ឆ្នាំហ្នឹងគឺគាត់នឹងទទួលបាននៅចំណេះដឹងខាងបច្ចេកទេសនៃការដាំដុះដំណាំបន្លែឬក៏ឈើផ្លែផ្សេងនិងការចិញ្ចឹមសត្វគឺគាត់អាចទទួលបាននៅចំណេះដឹងនៃការដាំលក្ខណៈគ្រួសារនិងឧស្សាហកម្មម៉ាស៊ីនគឺគាត់អាចទទួលបាននៅការជួសជុលគ្រឿងម៉ាស៊ីនជួសជុលម៉ូតូឡានផ្សេងពេលដែលគាត់ទទួលបានហើយគឺគាត់អាចយកទៅបម្រើនៅតាមលក្ខណៈគ្រួសារដូចថាគាត់អាចបើកអាជីវកម្មខ្លួនឯងនិងមួយទៀតគឺគាត់អាចធ្វើការនៅក្នុងក្រុមហ៊ុនឬអង្គការផ្សេងធម្មជាតិឲ្យកំឡើយព្រួយខ្ញុំនឹងលើកស្ទួយជួយនឹងបានរួមអង្គភិរៈបង្រិឋានអង្គភិវឌ្ឍបានស្រឹងបបកសាងបានធនធានមនុស្សស្មោះនឹងធម្មជាតិការពារទ្វេទៀតបានល្អ